ឬចុះខេត្តមិនមែនជាបញ្ហារបស់រថយន្តអគ្គិសនី BMW i3 ទេទេព្រោះថារថយន្តនេះស្នាក់ថ្មមួយពេញអាចជិះបានរហូតដល់ចម្ងាយ900គីឡូម៉ែត្រក្រុមហ៊ុន BMW បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តអគ្គិសនី BMW i3 ស៊េរីថ្មីដែលជាកំណែទម្រង់ដ៏ធំមួយក្នុងរថយន្តត្រកូល3 Series Sedan ដែលជា model ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន BMW សម្រាប់រថយន្ត BMW i3 អគ្គិសនីនេះផលិតមកជាពិសេសផ្ដោតលើរយៈចម្ងាយនៃការបើកបរដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយវាបំពាក់មកជាមួយកញ្ចក់បាគយទំហំ 108.7 គីឡូវ៉ាត់ម៉ោងនិងទំហំ 112 គីឡូវ៉ាត់ម៉ោងផ្ដល់ជូនរយៈចម្ងាយបើកបរចន្លោះពី810ដល់904គីឡូម៉ែត្រអាស្រ័យតាមទំហំអាគុយនិង model របស់រថយន្តនេះជាមួយគ្នានេះអាគុយរបស់រថយន្តនេះក៏គាំទ្រការសាកថ្ម DC 400គីឡូវ៉ាត់សាកថ្មតែ10នាទីអាចជិះបានប្រហែល402គីឡូម៉ែត្រជាមួយរយៈចម្ងាយនៃការបើកបរចន្លោះពី810ដល់904គីឡូម៉ែត្រសម្រាប់ការប្រើប្រាស់នៅប្រទេសកម្ពុជាបងប្អូនចង់ចូលទៅខេត្តលែងជាបញ្ហាហើយទោះបីជាបងប្អូនចង់ធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តមណ្ឌលគិរីក៏ធម្មពលថ្មនៅសល់អនុញ្ញាតឲ្យបងប្អូនជិះបានមួយឆ្ងាយទៀតកន្លែងមកមើលការប្រើប្រាស់ក្នុងក្រុងវិញនៅពេលសាកថ្មពេញអាចប្រើប្រាស់បាន2សប្តាហ៍ឬនេះអាស្រ័យតាមការប្រើប្រាស់ជាក់ស្ដែងក្រៅពីផ្ដល់ជូននៅរយៈចម្ងាយបើកបរឆ្ងាយហើយរថយន្ត BMW i3 នេះត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង No E-Class 800V ដោយទៅនឹងរថយន្ត iX3 SUV ផងដែរប៉ុន្តែត្រូវបានរចនាមកជាប្រភេទរថយន្ត Sedan ទ្វារ4ដែលមានរូបរាងស្អាតដែល BMW ហៅថាជាការរចនាបែប 2.5 box design ចំណុចពិសេសថ្មីរបស់រថយន្តអគ្គិសនី BMW i3 គឺបានបំពាក់មកជាមួយគ្រាប់អាគុយរាងស៊ីឡាំងថ្មីរបស់ BMW ត្រូវបានដំឡើងដោយប្រើវិធីសាស្ត្រ Cell to Pack ដែលធ្វើការដំឡើងគ្រាប់ថ្មផ្ទាល់ទៅនឹងកញ្ចក់អាគុយតែម្ដងដែលធ្វើឲ្យអាគុយមានរាងសំប៉ែតនិងស្រាលជាងមុនលើពីនេះអាគុយនេះក៏បានដើរតួនាទីជាបាតរថយន្តផងដែរដែលជួយកាត់បន្ថយភាពស្មុគស្មាញនិងទម្ងន់អនុញ្ញាតឲ្យរថយន្តអគ្គិសនីនេះធ្វើដំណើរបានកាន់តែឆ្ងាយក្នុងការសាកថ្មពេញបន្ថែមពីនេះ BMW i3 នេះក៏បំពាក់មកជាមួយមុខងារ Battery Preconditioning ចូលមកជាមួយមុខងារអាចកម្ដៅអាគុយនិងបញ្ចុះកម្ដៅកញ្ចក់អាគុយដើម្បីប្រាកដថាវាអាចស្រូបយកថាមពលកម្រិតអតិបរមាក្នុងកំឡុងពេលសាកថ្មជាមួយលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងនិងក្ដៅខ្លាំងជាមួយគ្នានេះមុខងារនេះអាចដំណើរការដោយស្វ័យប្រវត្តិនៅពេលប្រើប្រាស់ប្រព័ន្ធនាំផ្លូវ Navigation នៅក្នុងរថយន្តឬអាចបញ្ជាដោយដៃផ្ទាល់ក៏បានបាទនេះពីទំហំរូបរាងនៅផ្នែកខាងក្រៅស្ថិតក្នុងនាមជារថយន្តប្រភេទ Sedan អគ្គិសនីថ្មីរបស់ BMW រថយន្តនេះមានប្រវែងតួខ្លួនសរុប 4740 មីលីម៉ែត្រទទឹង 1865 មីលីម៉ែត្រកម្ពស់ 1480 មីលីម៉ែត្រចំពោះការរចនានៅរូបរាងផ្នែកខាងក្រៅ BMW បានលុបចោលការរចនាប៉ាណារាងធំដូចធ្មេញសត្វទៀតហើយដោយពួកគេងាកមកប្រើប្រាស់ការរចនាផ្នែកខាងមុខរលោងស្អាតមានរាងដូចជាមាត់ត្រីឆ្លាមនៅផ្នែកខាងក្រៅត្រូវបានរចនាមកជាមួយស្តុបថ្មីដែលមិនមានរាងផ្ដៃជាអក្សរ L ដូចទៅនឹងរថយន្តត្រកូល3 Series ទៀតទេកន្លែងមកមុខផ្នែកខាងក្នុងវិញត្រូវបានរចនាឡើងបែបសាមញ្ញ minimalist ភ្ជាប់មកជាមួយបច្ចេកវិទ្យា Digital កម្រិតខ្ពស់ដោយបំពាក់មកជាមួយអេក្រង់កំសាន្តទំហំ 17.9 អ៊ីងនិងអេក្រង់ Panoramic Vision អូកាត់ពេញទទឹងលើផ្ទៃតាប្លូចំពោះគ្រឿងបំពាក់នៅក្នុងកាប៊ីនរថយន្តនេះត្រូវបានប្រើប្រាស់ជាមួយសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាននិងផ្ដោតសំខាន់លើបច្ចេកវិទ្យាផ្ដល់ភាពងាយស្រួលដល់អ្នកបើកបររួមមានជម្រើសអេក្រង់បង្ហាញព័ត៌មាននៅលើកញ្ចក់ខាងមុខ 3D Head-Up Display ប៊ូតុងបញ្ជាលាក់ខ្លួនយ៉ាងអាថ៌កំបាំង Side Tech និងប្រព័ន្ធជំនួយការ AI ដែលអាចបញ្ជាដោយសំឡេង